ធ្លាប់តែឃើញគេជីកជៀសបងប្អូនបាទឥឡូវខ្ញុំមករកផ្ទាល់ខ្លួនបងប្អូនអូយណាបានដឹងថាវាពិបាករកប៉ុណ្ណាបងប្អូនឃើញក្បាលវីដេអូហ្នឹងគាត់ថាសបោតាមពិតបងប្អូនសូមតាមដានក្នុងវីដេអូថាវាពិបាករកប៉ុណ្ណាបាទឥឡូវឃើញរត់មួយហើយបងប្អូនបាទហើយស្មាត់ខ្ញុំកំពុងតែកាប់ហើយដីក៏រឹងពិបាកកាប់ពិបាកកាប់និយាយទៅកាប់ចិត្ត20រុនទៅជួបជៀសមួយដោយសារពួកខ្ញុំអត់សូវស្គាល់រុនជិះហើយអត់សូវដែលដឹងថារុនណាវានៅរុនណាវាមិននៅទាំងខ្ញុំអត់ដឹងចាស់ជីកទៅបងប្អូនអញ្ចឹងទៅយើងចំណាយច្រើនឥឡូវនេះបានមួយទៀតហើយបងប្អូនអើយនិយាយទៅទម្រាំទៅបានមួយនោះប្រហែលជា10រុន20រុនដល់ពេលខ្ញុំមើលវីដេអូគេជីកបានធំមែនតើហើយពួកខ្ញុំជីកបានទូចហើយមកជីកនឹងគ្នា4 5នាក់បងប្អូនអូយដូរដៃគ្នាកាប់ម្ដងម្នាក់និយាយទៅដើម្បីឲ្យចង់មើលវាហើយនឹងចង់សាករសជាតិវាដោយសារយើងអត់ដែរហូបទេបងប្អូនបាទលឺគេថាឆ្ងាញ់ចាំមើលបងប្អូនរំបាន3នេះចង់20រុនខ្ញុំជីកប្រហែលជា7 3 4ម៉ោងដែរមកនេះវិញយើងប្រវត្តិដើររុនវាដើររពេញអាហ្នឹងមករំជួបរុនមួយហើយជីកទៅជ្រៅទៀតហើយអត់បានទៀតនេះស្មាត់បងប្អូនអូយនេះបានមួយទៀតហើយមើលស្គាល់មិនទូចដែរមួយហ្នឹងរៀងដូចអ្នកជីកដងគាត់តែប៉ិតជាមានទូចមានធំបាទតាមកន្លែងណាវានៅតំបន់ជ្រោចំណៃគឺធំតំបន់ណាមិនសូវជ្រោចំណៃដូចខាងនេះអីមកជួរហ្នឹងអីទឹកគោកអស់ហើយរិញអស់ស្ងួតស្មៅនឹងពីដើមមកស្មៅនឹងខៀវល្ងឹកបងប្អូនមកខែភាសាខែអីខៀវដល់ពេលខែប្រាំងអញ្ចឹងទៅវាខ្លោចអស់ហ្មងហើយចេះឆ្ងល់ជាហ្នឹងដែរវាទៅផឹកទឹកនៅណាបាននៅហ្នឹងវាអត់មានទឹកហ្នឹងបងឥឡូវដើរបងប្អូនអូយស្មាត់ខ្ញុំកំពុងតែកាយនេះគឺជំនាញអ្នកជីកបងប្អូនបាទជីកពោះបាញ់ពោះចំណែកនេះណាបងប្អូនបាទខ្ញុំឲ្យកាន់ជិះបាទហើយសរសើរព្រឿងសុជិតមិនចាស្មាត់ពើងលើករបស់ខ្ញុំគាត់ពូកែជីកមែនតើនិយាយជំនាញហ្មងគ្រប់ឧបសគ្គមិនថាទៅរកត្រីឬក៏ទៅបេះតគួនទៅបេះអីនិយាយទៅគាត់ជំនាញហ្មងខាងរើមហូបបាទហើយឥឡូវកំពុងជីកបងប្អូនអូយើងជីកវារុននេះរត់ចូលរុននេះឥឡូវចាប់បានហើយបានសម្រាប់អានេះធំជាងគេមែនតើឥឡូវដើររត់ទៀតបងប្អូនបាទស្មាត់ខ្ញុំរុកបដាមើលបដាកាប់បដានិយាយទៅវាធ្វើអារម្មណ៍យើងសុវ័យដែរពេលយើងមករកសត្វជីហើយពេលវារត់ចេញមកចឹងទៅយើងដេញចាប់វាពេញហ្នឹងហើយនេះបងប្អូនអើយដើររត់ទៀតហើយនិយាយទៅសុវ័យជាងគេអាពេលវារត់វារត់ចេញហើយយើងដេញចាប់វាប៉ុន្តែខ្ញុំអត់បានថតទេថាយើង100000ក៏តែសុវ័យពួកដេញចាប់ជាមួយបាទរើមកច្បាប់មួយពីរ3ថ្ងៃច្បាប់មិនមែនតែពេលវាចេញមកដេញចាប់វារត់ទៅមុខរត់ទៅក្រោយឥឡូវនេះបងប្អូនឃើញរត់មួយទៀតហើយបាទនេះដោយសារខ្ញុំឆែកមើលវីដេអូគេទៅក៏ដឹងថារុនណាវានៅខ្លះបាទពេលខ្លះអារុនបិទទាំងអស់ទាំងសងខាងជីកហើយនៅអត់មានទៀតខ្ញុំឆ្ងល់ដែរចាត់ទាវាឆ្លាតមែនតើនិយាយទៅវាឃើញគេជីកច្រើនអញ្ចឹងទៅវាដឹងថាកន្លែងណាមិនគួរនៅកន្លែងណាបឆោតមនុស្សបានវាបឆោតបងប្អូនយើងដើររត់ទៀតហើយនិយាយទៅស្មាត់នោះណាជីកតាំងពីថ្ងៃរហូតដល់ល្ងាចបងប្អូននេះឃើញល្ងាចអត់ឥឡូវណាលូកខ្វេះហើយរុនមួយមិនរែកណាគាត់លូកដៃលិចបាត់ឆឹងបងប្អូននេះឥឡូវដល់វគ្គយប់ហើយជីកតាំងពីថ្ងៃរហូតដល់យប់បាទហើយនេះរុកបដាខ្វេះយកបដាបងប្អូនអូយនិយាយទៅគាត់ស៊ូមែនតើដោយសារគាត់អ្នកនៅខាងកំពង់ចាមបងប្អូនបាទព្រឿងសញ្ជើតបាទស្មាត់ខ្ញុំមកនេះបាទធំជាងគេបងប្អូនអូយជឿននេះធំមែនតើបាទដូចក្នុងវីដេអូអញ្ចឹងវីដេអូរបស់គេអញ្ចឹងខ្ញុំឃើញគេធំប៉ុណ្ណឹងហើយចំណែកខ្ញុំជីកបានធំតែមួយហ្នឹងឯងបានធំជាងគេឥឡូវបងប្អូនមើលអាចដីថាវាច្រើនប៉ុណ្ណាបាទទរំតែបានមួយហ្នឹងមិនតិចទេមករត់ហ្នឹងចូលចិត្តកន្លះម៉ោងហ្នឹងបើយើងកាប់ទៅដល់រុនវាអស់រុនហើយអត់បានទៀតចំណាយពេលវេលាទៀតបងប្អូនហើយយើងដើររើទៀតឥឡូវនេះបងប្អូនអូយចូលប៉ះមករុនទៀតដល់ពេលយប់ខ្ញុំចាប់ដើមជីកបានប្រយពេលយប់ហ្នឹងវាជាជាដល់ពេលអញ្ចឹងទៅជិះវារត់ចូលក្នុងរុនហើយយើងស្រួលរវាក្រោយវានៅក្នុងហ្នឹងដោយសារវាយប់ហ្នឹងវាដេកបងប្អូនណាចាប់បានទៀតហើយយើងរស់នៅជាមួយធម្មជាតិបងប្អូនបាទឃើញគេធ្វើហ្នឹងយើងមានធ្វើតាមគេទៅកុំឲ្យខ្ជិលឥឡូវណាមើលតាញីឬក៏ឈ្មោះបាទឥឡូវរៀបចំចិត្តទៅផ្ទះហើយយប់ហើយដោយសារអត់ហ៊ាននៅយប់នៅរៀងស្ងាត់ដែរបងប្អូននៅមជួអែបភ្នំរៀបបងប្អូនស្គាល់ហើយបាទលទ្ធផលថ្ងៃនេះបានជា10ហ្នឹងយើងចំណាយពេលច្រើនម៉ោងដែរតាំងពីថ្ងៃរហូតដល់យប់បាទ